ដំណើរឆ្ពោះទៅរកចិត្តស្ងប់មុនពេលដែលយើងចូលគេងសូមយើងទាំងអស់គ្នាត្រូវដឹងថានៅពេលព្រះអាទិត្យត្រូវបានជំនួសដោយភាពងងឹតនៃពេលរាត្រីតែយើងធ្លាប់មានអារម្មណ៍ថារាងកាយរបស់យើងចង់សម្រាកប៉ុន្តែចិត្តរបស់យើងហាក់បីដូចជារវើរវាយដូចជាកំពុងតែធ្វើនៅសកម្មភាពអ្វីមួយដែរឬទេរឿងរ៉ាវប្រចាំថ្ងៃការងារកង្វល់នៅពាក្យសម្ដីរបស់អ្នកដទៃជារឿយៗវាតែងតែតាមលងបន្លាចចិត្តរបស់យើងរហូតដល់ពេលរាត្រីមុនពេលដែលយើងចូលគេងឬក៏ពេលដែលយើងកំពុងគេងការដែលយើងគេងមិនលក់បក់មិនលះហើយឬក៏ជាចិត្តមិនស្ងប់មិនមែនមកពីក្រែរបស់យើងនោះទេប៉ុន្តែមកពីចិត្តរបស់យើងហាក់បីដូចជាកំពុងតែទូរែកហាក់បីដូចជាកំពុងតែទូលនៅសម្ពាធដ៏ធ្ងន់នៅលើស្មារបស់យើងអញ្ចឹងដែរដូច្នេះហើយការស្វែងរកចិត្តដ៏ស្ងប់មួយមុនពេលដែលយើងចូលគេងគឺជាកាដូដ៏មានតម្លៃបំផុតដែលយើងគួរតែផ្ដល់ឲ្យខ្លួនឯងជារៀងរាល់យប់ដូច្នេះដើម្បីទទួលបាននៅចិត្តស្ងប់យើងអាចរៀនសូត្របានពីទស្សនៈនិងការបដិបត្តិនៅក្នុងព្រះពុទ្ធសាសនាព្រះអង្គទ្រង់បានសម្ដែងអំពីការលះបង់ទ្រង់រំលឹកយើងថាអ្វីដែលបានកើតឡើងនៅថ្ងៃនេះគឺវាបានកន្លងផុតទៅហើយដូច្នេះវាគ្រាន់តែជារឿងអតីតកាលដែលកន្លងហួសការដែលយើងយករឿងដែលកន្លងហួសទៅមកខ្វល់ខ្វាយនៅពេលយប់គឺដូចជាយើងកំពុងតែស្ពាយនៅអំរែកដ៏ធ្ងន់នៅលើស្មាអីចឹងដែរដូច្នេះនៅក្នុងព្រះពុទ្ធសាសនាគឺមានតែការបដិបត្តិដោយការចម្រើននៅភាវនាមេត្តាភាវនានិងចម្រើននៅអាណាបាណសតិគឺជាការដកដង្ហើមចេញនិងដង្ហើមចូលទី1ដកដង្ហើមដោយការដឹងខ្លួនដែលហៅថាអាណាបាណសតិនៅពេលដែលយើងតម្រេតខ្លួននៅលើគ្រែចាប់ផ្ដើមបិទភ្នែកហើយដកដង្ហើមដោយសេចក្តីដឹងខ្លួននិងការភ្ញាក់រលឹកពេលដែលយើងដកដង្ហើមចូលយើងដឹងថាដង្ហើមរបស់យើងកំពុងតែចូលនៅពេលដែលយើងដកដង្ហើមចេញយើងស្រមៃថាយើងកំពុងតែបញ្ចេញរាល់ភាពតានតឹងទាំងឡាយរាល់កំហឹងនិងកង្វល់ទាំងឡាយចេញពីរាងកាយរបស់យើងក៏ដូច្នោះដែរចំណុចទី2គឺជាការរៀនផ្សាយមេត្តានិងរៀនអភ័យទោសដល់អ្នកដទៃព្រះអង្គបានបង្រៀនឲ្យយើងនឹងរៀនចេះអភ័យទោសនិងអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមកមុនពេលចូលគេងសូមយើងពោលពាក្យនៅក្នុងចិត្តថាអ្វីដែលបានកើតឡើងនៅថ្ងៃនេះខ្ញុំសូមអភ័យទោសរាល់កំហុសខុសឆ្គងរបស់អ្នកដទៃហើយក៏សូមអភ័យទោសដល់ខ្លួនឯងផងដែរនៅពេលចិត្តរបស់យើងលះបង់នៅសេចក្តីប្រកាន់និងកង្វល់បានហើយនោះចិត្តរបស់យើងនឹងត្រឡប់ទៅកាន់ភាពទទេស្អាតស្ងប់ស្ងាត់ហាក់បីដូចជាផ្ទៃទឹកស្ងប់រងាប់ដោយគ្មានរលកក៏ដូច្នោះដែរដូច្នេះយប់នេះសូមយើងចាប់ផ្ដើមទម្លាក់រាល់បន្ទុកទាំងឡាយចោលឲ្យអស់រឿងដែលកន្លងផុតទៅហើយទុកឲ្យវាផុតទៅចុះរឿងរ៉ាវនៅថ្ងៃស្អែកទុកឲ្យថ្ងៃស្អែកជាអ្នកដោះស្រាយអ្វីដែលមានតម្លៃបំផុតនៅពេលនេះគឺខណៈពេលនេះឯងដែលរាងកាយរបស់យើងនិងចិត្តរបស់យើងត្រូវការទទួលនៅការសម្រាកឲ្យបានគ្រប់គ្រាន់សូមយើងដកដង្ហើមចូលឲ្យជ្រៅបញ្ចេញដង្ហើមមកវិញឲ្យអស់រួចញញឹមដាក់ខ្លួនឯងសូមជូនពរដល់បងប្អូនទាំងអស់គ្នាមានចិត្តស្ងប់និងមានសន្តិភាពនៅក្នុងបេះដូងនៅក្នុងចិត្តនិងគេងលក់សុបិនល្អនៅពេលរាត្រីនេះ